ទាហានកាណាដាបានគប់កំប៉ុងអាហារដោយចេតនាចូលទៅក្នុងលេនដ្ឋានរបស់អាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទី1អ្នកដឹងទេនៅពេលដែលទាហានអាល្លឺម៉ង់ដែលកំពុងអត់ឃ្លានដឹងថាសត្រូវកំពុងបោះអាហារឲ្យពួកគេបានចាប់ផ្ដើមអបអរសាទរនិងស្រែកអង្វរសុំបន្ថែមទៀតពេលនោះហើយដែលទាហានកាណាដាបានញាត់គ្រាប់បែកដៃចូលក្នុងកំប៉ុងទាំងនោះហើយដោយសារតែទាហានអាល្លឺម៉ង់មិនបានរំពឹងទុកពួកគេបានទន្ទេចលេនដ្ឋាននោះទាំងមូលតែម្ដងទាហានអាមេរិកតែងតែអុចបារីរបស់ពួកគេនឹងកាណុងកំភ្លើងយន្តដោយចេតនាក្នុងអំឡុងពេលទ័ពចុះចតនៅ Normandy អ្នកដឹងទេភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានធ្វើឲ្យឈើគូសរបស់ពួកគេសាមជោគដែលធ្វើឲ្យពួកគេគ្មានជម្រើសផ្សេងក្នុងការដុតបារីជក់ឡើយប៉ុន្តែកំភ្លើងយន្ត Browning M2 របស់ពួកគេបានឡើងកម្ដៅរហូតដល់ជាង400អង្សាសេក្នុងអំឡុងពេលបាញ់ប្រហារជាបន្តបន្ទាប់ដូច្នេះទាហានបានចាប់ផ្ដើមផ្អឹបបេរីរបស់ពួកគេទៅនឹងកាណុងកំភ្លើងដ៏ក្តៅកគុកនៅចន្លោះពេលបាញ់ដោយប្រែក្លាយអាវុធដ៏គ្រោះថ្នាក់បំផុតនៅលើឆ្នេរខ្សាច់ទៅជាដែកកេះដែលអាចប្រើការបានយ៉ាងរលូនខ្មោចមន្ត្រីអង់គ្លេសម្នាក់បានលេចចេញមកនៅខាងក្នុងលេនដ្ឋានក្នុងអំឡុងពេលប្រយុទ្ធនៅ Ypres គាត់បានចង្អុលយ៉ាងស្ងៀមស្ងាត់ទៅកាន់កម្រាលដីរួចក៏បាត់ខ្លួនទៅវិញដោយទុកឲ្យទាហាននៅទីនោះមានការស្រឡាំងកាំងការពិតទៅគាត់ត្រូវបានគេសម្លាប់ប៉ុន្មានថ្ងៃមុនទៅហើយប៉ុន្តែជំនួសឲ្យការរត់គេចដោយភាពភ័យខ្លាចពួកគេបានចាប់យកប៉ែលហើយចាប់ផ្ដើមជីកនៅចំកន្លែងដែលគាត់បានចង្អុលហើយនៅពីក្រោមកម្រាលដីនោះពួកគេបានរកឃើញរូងក្រោមដីដ៏តូចចង្អៀតរបស់អាល្លឺម៉ង់មួយដែលផ្ទុកទៅដោយគ្រឿងផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ល្មមនឹងបំផ្លាញលេនដ្ឋាននោះទាំងមូលខ្ញុំសូមធានាអះអាងថាមានរីណូមួយកំពុងអស់បញ្ហារឿងតម្រងនោមខ្ញុំក៏ជាអតិថិជនមួយដែលបានប្រើប្រាស់រីណូរួចហើយដែរគឺពិតជាមានប្រសិទ្ធភាពអាចជួយដោះស្រាយបញ្ហាតម្រងនោមបានយ៉ាងមានប្រសិទ្ធភាព